សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Khmer Movie Insight សូមចែកជូនរឿងមួយដែលមានចំណងជើងថារឿងក្រុមក្មេងមានវេទមន្ត The Kids Have Magic តែមុននឹងចូលដល់សាច់រឿងសូមជួយចុច Subscribe ហើយចុចរូបកណ្ដឹងផងណាបើមិនទាន់បាន Subscribe និង Like and Share ដូច្នេះសូមតាមដានសម្ដាប់ដូចទៅរឿងរបស់យើងចាប់ផ្ដើមឡើងដំបូងដោយបង្ហាញឲ្យឃើញថាមានសិស្សសាលាជាច្រើនដែលជាក្មេងៗកំពុងតែអង្គុយញ៉ាំអាហារនៅក្នុងសាលារបស់ខ្លួនពេលនោះស្រាប់តែទូស្រីរបស់យើងដែលនាងមានឈ្មោះថា Ruby បានប្រទះឃើញថាមិត្តភ័ក្តិរបស់នាងនឹងមានសកម្មភាពចម្លែកមួយគឺក្មេងស្រីម្នាក់នោះមានលក្ខណៈកន្ត្រាក់រីឯភ្នែករបស់នាងបានឡើងពណ៌ខៀវហើយនាងស្រាប់តែច្របាច់កំប៉ុងដែកបានយ៉ាងស្រួលបន្ទាប់ពីនោះនាងក៏បានសន្លប់ហើយធ្វើឲ្យមានការឆោឡោពេញទីនោះទាំងអស់តើវាជាមូលហេតុអ្វីទៅអ្នកទាំងអស់គ្នាហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺក្មេងស្រីម្នាក់នេះបានបាត់បង់ជីវិតកន្លះខែក្រោយមកស្រាប់តែសិស្សនៃសាលានេះទាំងអស់បានស្លាប់ស្ទើរតែពាក់កណ្ដាលប៉ុន្តែ Ruby របស់យើងគឺនាងអាចនៅបន្តមានជីវិតបានហើយនាងក៏មានការឆ្ងល់ចំពោះរឿងនេះជាខ្លាំងមួយរយៈក្រោយមកស្រាប់តែមានព័ត៌មានបានផ្សាយថាក្មេងៗ 90% ត្រូវបានស្លាប់ដោយសារជំងឺឆ្លងម្យ៉ាងតែត្រូវបានគេស្គាល់ថាការស្លាប់នេះគឺមិនត្រូវបាននរណាមួយអាចដោះស្រាយបានឡើយហើយវាធ្វើឲ្យឪពុកម្ដាយជាច្រើនមានការសោកស្ដាយចំពោះការស្លាប់របស់កូនហើយក៏មានការប្រកាសពីរដ្ឋាភិបាលថាបើសិនជាក្មេងដែលនៅរស់ហើយពួកក្មេងៗទាំងអស់នោះមានសកម្មភាពចម្លែកត្រូវតែផ្ដល់ព័ត៌មានមកកាន់រដ្ឋាភិបាលជាក់ស្ដែងគឺក្រុមក្មេងៗណាដែលមានក្របភ្នែកបញ្ចេញពន្លឺបន្ទាប់មកលោកប្រធានាធិបតីកូរ៉េបានប្រកាសប្រាប់ថាបើសិនជាឪពុកម្ដាយណាប្រទះឃើញថាកូនរបស់ខ្លួនមានសកម្មភាពចម្លែកគាត់គួរតែយកកូននឹងមកកាន់រដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលធ្វើការព្យាបាលជាក់ស្ដែងដូចជាកូនរបស់ប្រធានាធិបតីផ្ទាល់ក៏គាត់នឹងបានយកកូនគាត់មកធ្វើការពិសោធន៍ព្យាបាលដែរហើយគាត់មានក្តីសង្ឃឹមដូច្នេះហើយបានជាគាត់នឹងព្យាយាមជំរុញឲ្យឪពុកម្ដាយផ្សេងទៀតនឹងធ្វើដូចជាគាត់អញ្ចឹងដោយបញ្ជូនកូនរបស់ពួកគេមកកាន់មជ្ឈមណ្ឌលព្យាបាលឥឡូវនេះមកដល់ទូស្រីរបស់យើងដែលជាក្មេងស្រីដ៏ស្រស់ស្អាតដែលនាងមានឈ្មោះថា Ruby នេះប៉ុន្តែអ្វីដែលធ្វើឲ្យគ្រួសាររបស់គេមានការភ័យខ្លាចនោះបន្តិចទៀតនេះគឺ Ruby នឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលព្យាបាលនោះហើយនៅពេលយប់មួយ Ruby បានមកគេងជាមួយម្ដាយរបស់នាងមួយផ្លែតបន្ទាប់មកនាងក៏បានស្ទាបដៃរបស់ម្ដាយនាងរួចភ្នែករបស់នាងបានឡើងពណ៌ទឹកក្រូចហើយស្រាប់តែកន្ត្រាក់បញ្ចេញភ្លើងនាងមានការតក់ស្លុតជាខ្លាំងបន្ទាប់មកនាងក៏បានរត់ចេញពីទីនោះចូលមកបន្ទប់របស់នាងវិញលុះព្រឹកឡើងនាងក៏បានមកជួបម្ដាយរបស់នាងហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះម្ដាយរបស់នាងគឺមិនស្គាល់កូនរបស់ខ្លួនឯងនោះទេដែលរឿងនេះធ្វើឲ្យ Ruby របស់យើងនិយាយមិនចេញឡើយចុះបើអ្នកទាំងអស់គ្នាវិញភ្លាមស្រាប់តែឪពុកម្ដាយរបស់អ្នកទាំងអស់គ្នាមិនស្គាល់អ្នកទាំងអស់គ្នានោះតើអ្នកទាំងអស់គ្នានឹងគិតធ្វើយ៉ាងម៉េចទៅភ្លាមនោះម្ដាយបង្កើតរបស់នាងក៏បាននាំនាងយកមកកន្លែងដាក់ឡានរួចហើយក្រុមការងាររបស់វិទ្យាស្ថានរបស់រដ្ឋាភិបាលក៏បានមកចាប់ខ្លួនរបស់ Ruby យកទៅវិទ្យាស្ថាននោះតាមផ្លូវជិះឡានមកកាន់វិទ្យាស្ថានឃើញថាមានក្រុមទាហានជាច្រើនបានធ្វើការភ្ជុំកាំភ្លើងមកកាន់ក្មេងៗហាក់ដូចជាពួកគេនឹងជាបិសាចអញ្ចឹងហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺវិទ្យាស្ថានរបស់រដ្ឋាភិបាលនេះគឺប្រៀបដូចជាគុកអញ្ចឹងពេលចុះពីលើឡានក្រុមទាហានទាំងអស់បានធ្វើការសម្លុតដល់ក្មេងៗដែលបណ្ដាលឲ្យក្មេងៗមានការភ័យខ្លាចជាខ្លាំងបន្ទាប់មកក្មេងប្រុសម្នាក់ក៏បានធ្វើការរត់ចេញពីជួរដែលបណ្ដាលឲ្យក្រុមទាហានធ្វើការវាយដំយ៉ាងដំណំភ្លាមនោះក្មេងម្នាក់នោះបានបញ្ចេញគ្រាប់ភ្នែកពណ៌ទឹកក្រូចរបស់ខ្លួនហើយធ្វើឲ្យទាហានស្រីម្នាក់នោះបាញ់សម្លាប់ខ្លួនឯងបន្ទាប់មកក្មេងប្រុសដែលមានភ្នែកពណ៌ទឹកក្រូចនោះត្រូវបានគេសម្លាប់ចោលរីឯក្មេងៗដទៃទៀតត្រូវបានបញ្ជូនមកធ្វើការពិនិត្យមើលគ្រាប់ភ្នែកថាតើគ្រាប់ភ្នែករបស់ពួកគេមានពណ៌អ្វីឥឡូវនេះដល់វេនពិនិត្យគ្រាប់ភ្នែករបស់ Ruby របស់យើងហើយដែលគ្រូពេទ្យនោះបានប្រាប់ថាក្មេងដែលរួចរស់ពីជំងឺឆ្លង INA ត្រូវបានគេបែងចែកចេញជា5ប្រភេទតាមរយៈគ្រាប់ភ្នែករបស់ពួកគេហើយអ្វីដែលគួរឲ្យហួសចិត្តជាងនេះទៅទៀតនោះគ្រូពេទ្យនោះបានប្រាប់ថាគ្មានពាក្យថាត្រឡប់មកផ្ទះវិញឡើយគឺពួកគេនឹងនៅទីនេះរហូតឥឡូវមកដល់គ្រាប់ភ្នែកទាំង5ប្រភេទវិញប្រភេទទី1គឺជាពណ៌បៃតងដែលក្មេងៗទាំងអស់នោះមានភាពឆ្លាតវៃបំផុតទី2គឺគ្រាប់ភ្នែកពណ៌ខៀវដែលពួកគេមានសមត្ថភាពក្នុងការបញ្ជាលើករបស់អ្វីបានដោយប្រើអារម្មណ៍របស់ពួកគេគ្រាប់ភ្នែកប្រភេទទី3គឺគ្រាប់ភ្នែកពណ៌មាសដែលពួកគេមានសមត្ថភាពក្នុងការគ្រប់គ្រងអគ្គិសនីប្រភេទទី4គឺជាប្រភេទដែលសាហាវបំផុតនោះគឺមានពណ៌ក្រហមដែលពួកគេនឹងអាចបញ្ចេញភ្លើងយ៉ាងសន្ធោសន្ធៅរីឯពណ៌ទឹកក្រូចគឺជាពណ៌ដែលកម្របំផុតក្រុមក្មេងដែលមានភ្នែកពណ៌ទឹកក្រូចអាចបញ្ជានរណាម្នាក់ឲ្យធ្វើអ្វីក៏បានដែរតាមតែខ្លួនចង់បានគឺដោយការប្រើអារម្មណ៍របស់ខ្លួនលោក Doctor នោះក៏បាននិយាយថានាងមិនបាច់បារម្ភទេពីព្រោះភ្នែកពណ៌ទឹកក្រូចនិងពណ៌ក្រហមនេះកម្រមានណាស់តែជាក់ស្ដែងពេលពិនិត្យទៅស្រាប់តែនាងមានភ្នែកពណ៌ទឹកក្រូចរួចហើយគ្រូពេទ្យនោះក៏បានរត់មកចាប់ខ្លួននាងបំរុងនឹងចាក់ថ្នាំតែនាងក៏បានបញ្ជាឲ្យលោកគ្រូពេទ្យនោះប្រាប់ថានាងមានពណ៌បៃតងដូច្នេះលោក Doctorនេះនឹងចងចាំថានាងមានពណ៌បៃតងជារៀងរហូតធ្វើដូចនេះទើបនាងមិនត្រូវបាននរណាសម្លាប់នាងបានដូច្នេះនាងក៏ត្រូវបានបែងចែកទៅរស់នៅជាមួយនឹងក្រុមពណ៌បៃតងហើយក្រុមពណ៌លឿងនិងក្រុមពណ៌ផ្សេងទៀតនឹងក៏ត្រូវបែងចែកដូចគ្នា6ឆ្នាំក្រោយមកយើងឃើញថាការរស់នៅរបស់ក្មេងៗទាំងអស់នោះគឺមានលក្ខណៈដូចជាទាសករអញ្ចឹងក្រុមក្មេងៗទាំងអស់ត្រូវបានបែងចែកឲ្យធ្វើការងារផ្សេងគ្នារាយRubyរបស់យើងវិញគឺជាអ្នកចងស្បែកជើងប៉ុន្តែនាងហាក់ដូចជាមិនសូវ reflectសោះតាក់ទងនឹងរឿងនេះពីព្រោះពណ៌បៃតងនឹងគឺជាពួកដែលពូកែខាងរឿងធ្វើអ្វីទាំងអស់បានន័យថាពួកគេនឹងឆ្លាតដូច្នេះហើយលោកប៉ូលីសត្រងម្នាក់នឹងគាត់បានចាប់អារម្មណ៍នឹងសកម្មភាពរបស់នាងរួចបរិសម្នាក់នឹងក៏មានការសង្ស័យហើយស្រែកសម្លុតនាងថាគាត់នឹងសង្ស័យថានាងមិនមែនជាភ្នែកពណ៌បៃតងនោះទេ
រួចក្មេងស្រីម្នាក់ទៀតនឹងគាត់ក៏បានចេញមុខមកប្រាប់ថាបានអីឆ្លាតពូបើពូអញប្រើឲ្យចងស្បែកជើងរាល់ថ្ងៃអញ្ចឹងអ្នកឆ្លាតប៉ុណ្ណាក៏ចេះតែចងស្បែកជើងដែរមកជីវិតខ្ញុំនឹងបន្ទាប់ពីសម្ដីនេះរួចបុរសម្នាក់នោះមានការខឹងជាខ្លាំងហើយក៏បានចាប់វាដុំមកលើក្មេងស្រីម្នាក់នោះរួចហើយខ្លួនក៏បានស្រែកឲ្យធ្វើការពិសោធន៍ទៅលើក្រុមក្មេងៗនឹងម្ដងទៀតការពិសោធន៍របស់ក្រុមទាហាននោះគឺការប្រើ Fragon បាត់វាជាប្រភេទសម្លេងដែលរំញ័រខ្លាំងបំផុតហើយធ្វើឲ្យរើបីរបស់យើងនឹងសន្លប់មុនគេពេលនាងភ្ញាក់មកវិញនាងក៏បានជួបនឹងដុកទ័រស្រីម្នាក់ដែលនាងមានឈ្មោះថា Kate Doctor Kate នឹងបង្ហាញថានាងនឹងចង់ជួយរើបីខ្លាំងណាស់ដោយនាងបានសរសេរក្រដាសប្រាប់ថាគេដឹងថារើបីនឹងមានភ្នែកពណ៌ទឹកក្រូចហើយដូច្នេះបន្តិចទៀតនាងនឹងត្រូវបានគេសម្លាប់ដូច្នេះបើសិនជារើបីចង់រស់នាងត្រូវតែទៅបន្ទប់កម្ដៅនៅទីនោះ Kate នឹងជួយនាងបន្ទាប់មករើបីក៏បានរត់ទៅបន្ទប់នោះរួចហើយក្រុមទាហានក៏បានប្រាប់ថារើបីបានបាត់ខ្លួនហើយដូច្នេះពួកគេតតែតាមសម្លាប់នាងលោក Dr. Kate នឹងក៏បានមកជួយនាងតាមពាក្យសន្យាមែនរួចហើយក៏បានដាក់នាងចូលទៅក្នុងឡានរួចចេញមកតាមទ្វារខាងក្រៅប៉ុន្តែភ្លាមនោះស្រាប់តែប៉ូលីសម្នាក់បានចាប់ឡានរបស់នាងហើយធ្វើការពិនិត្យរើបីនាងក៏បានប្រើឥទ្ធិពលរបស់នាងបញ្ជាឲ្យទាហានម្នាក់នោះប្រាប់ថាគ្មាននរណានៅក្នុងឡាននេះទេរួចហើយគេទាំងពីរនាក់នឹងក៏បានចេញមកដោយសុវត្ថិភាពនាងបានចាត់ទុក Dr. Kate នឹងគឺជាអ្នកជួយសង្គ្រោះជីវិតរបស់នាងបន្ទាប់មក Dr. Kate នឹងក៏បានឲ្យប្រដាប់ពិសេសម្យ៉ាងដែលនាងអាចចុចបាននៅពេលដែលនាងត្រូវការជំនួយដូច្នេះក្រុមរបស់ Dr. Kate នឹងមកជួយនាងក្រោយពីនោះ Ruby របស់យើងក៏បានជួបមិត្តភ័ក្តិរបស់ Dr. Kate នាងក៏បានចាប់ដៃរបស់បុរសម្នាក់នោះរួចក៏ដឹងថាបុរសនេះពិតជាគួរឲ្យសង្ស័យមែនដូចជាធ្លាប់ចាប់ជំរិតក្មេងណាម្នាក់តែនេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះបន្ទាប់មកនាងក៏បានប្រញាប់ប្រញាល់មកផ្លាស់ខោអាវរួចក៏បានជួបនឹងក្មេងស្រីម្នាក់ទៀតនៅក្នុងនោះដែលក្មេងស្រីម្នាក់នោះបានប្រើឥទ្ធិពលអគ្គិសនីរបស់នាងហើយក៏បានធ្វើការរត់ចេញពីទីនោះបន្ទាប់មករើបីក៏បានធ្វើការរត់មកជាមួយក្មេងស្រីនោះព្រោះនាងគិតថាពីរនាក់នោះគួរឲ្យសង្ស័យណាស់បន្ទាប់មកគ្នារបស់ក្មេងស្រីតូចម្នាក់ទៀតនឹងក៏បានឡើងឡានហើយពួកគេក៏បានបើកឡានចេញពីទីនោះបន្ទាប់ពីនោះរើបីក៏បានបង្ហាញខ្លួននាងនៅក្នុងឡានហើយពួកគេនឹងមានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែនាងបានស្នើសុំចុះពីលើឡាននោះប៉ុន្តែ Leon ដែលជាទូកប្រុសរបស់យើងនឹងបានហាមឃាត់នាងព្រោះខ្លួនមិនចង់ឲ្យនាងនឹងទៅជាមួយក្រុមចិត្តអាក្រក់ម្ខាងទៀតដែលត្រូវបានគេស្គាល់ថា Kelly អញ្ចឹង Kelly នឹងគឺជាអ្នកតាមចាប់ក្មេងៗដែរប៉ុន្តែមិនត្រូវបាននរណាបញ្ជាក់ថាពួកគេនឹងចិត្តល្អចិត្តអាក្រក់នោះទេមានតែតាមដានជាមួយខ្ញុំទាំងអស់គ្នាពេលដែលពួកគេធ្វើដំណើរបានមួយសន្ទុះស្រាប់តែពួកគេនឹងជួបស្ត្រីចាស់មុខឈើម្នាក់បានធ្វើការតាមបាញ់វាយប្រហារពួកគេហើយស្ត្រីចំណាស់ម្នាក់នោះគឺជាអ្នកតាមប្រមាញ់ក្រុមក្មេងៗទាំងអស់បានន័យថានាងនឹងចាប់ក្មេងៗឬមួយក៏សម្លាប់ក្មេងៗទាំងអស់នឹងដើម្បីយកលុយបន្ទាប់មកក្រុមរបស់ Dr. Kate នឹងក៏បានតាំងមកពីក្រោយដូចគ្នាហើយធ្វើការបុកឡានរបស់ស្ត្រីមុខឈើម្នាក់នោះបើមុខឈើនឹងបានន័យថាគាត់នឹងមុខសឹមបានអ្នកទាំងអស់គ្នាហើយមុខទូចិត្តអាក្រក់តែម្ដងបាននិយាយឲ្យងាយយល់ដោយមានការបុកផុងផាំងខ្លាំងពេកឡែមរបស់យើងនឹងគាត់ក៏បានចេញមកខាងក្រោយដោយឲ្យឬបីជាអ្នកបើកឡានបន្ទាប់មកទូប្រុសរបស់យើងនឹងគាត់បានប្រើសមត្ថភាពរបស់គាត់ដែលគាត់នឹងមានភ្នែកពណ៌ខៀវដូច្នេះហើយគាត់អាចបញ្ជាឲ្យរបស់អ្វីផ្សេងនឹងចេញមកខាងក្រៅបានតាមចិត្តរបស់គាត់ចង់គឺគាត់បានធ្វើឲ្យមានខ្យល់និងមានស្លឹកឈើបក់ជុំវិញនោះទាំងអស់ភ្លាមនោះគាត់បានទាញឲ្យឡានរបស់ស្ត្រីមុខឈើម្នាក់នោះធ្លាក់ចូលទៅក្នុងទឹកបន្ទាប់មកខ្លួនក៏បានទាញគល់ឈើយ៉ាងធំមួយស្ទាក់ផ្លូវកុំឲ្យ Dr. Kate នឹងតាមដូចគ្នាបន្ទាប់ពីស្ងប់សុខទៅវិញឡាយរបស់យើងក៏បានបបួលរើបីនឹងឲ្យធ្វើដំណើរទៅ East River ជាមួយនឹងពួកគេបាទ East River នឹងបានន័យថាជាកន្លែងដែលមានសុវត្ថិភាពសម្រាប់ក្រុមក្មេងៗដែលមានសមត្ថភាពពិសេសទាំងអស់នេះឬបីនាងក៏បានយល់ព្រមតែនាងមិនទាន់បានប្រាប់ពួកគេថានាងមានភ្នែកពណ៌ទឹកក្រូចនោះឡើយព្រោះខ្លាចពួកគេនឹងភ័យខ្លាចត្រឡប់មកដល់លោក Doctor ដែលបានចាត់ទុកថាឬបីនឹងជាភ្នែកពណ៌បៃតងនោះក៏ត្រូវបានទាហានក្បាលត្រងល់ម្នាក់នឹងបានសម្លាប់គាត់ដោយប្រើក្មេងដែលមានភ្នែកពណ៌ក្រហមបាញ់ភ្លើងសម្លាប់គាត់នៅក្នុងបន្ទប់មួយនេះបង្ហាញឲ្យឃើញថាក្មេងដែលមានភ្នែកពណ៌ក្រហមនឹងប្រៀបដូចជាអាវុធអញ្ចឹងមកដល់ក្រុមរបស់ Ruby វិញនៅពេលដែលដេកពេលយប់នាងបានទើសដៃរបស់នឹងស៊ូក្មេងស្រីដែលបញ្ចេញអគ្គិសនីនោះរួចនាងក៏បានដឹងថាតាមពិតទៅឡែមរបស់យើងនឹងគឺជាមនុស្សចិត្តល្អណាស់ដែលខ្លួននឹងបានលួចហែកគុកហើយនាំក្មេងៗទាំងអស់នឹងរត់ចេញដែលរឿងនេះបានធ្វើឲ្យនាងនឹងមានការទុកចិត្តទៅលើឡែមនិងមានការស្រឡាញ់ឡែមថែមទៀតផងលុះព្រឹកឡើងពួកគេក៏បានធ្វើដំណើរមកកាន់ផ្សារទំនើបមួយក្នុងគោលបំណងដើម្បីកំហូបអាហារនិងសម្លៀកបំពាក់ផ្សេងភ្លាមនោះស្រាប់តែមានក្រុមក្មេងមួយផ្សេងទៀតនឹងបានធ្វើការវាយប្រហារមកលើពួកគេហើយពួកគេទាំងពីរសងខាងនឹងក៏បានធ្វើការវាយប្រហារបកតបទៅវិញរួចហើយពួកគេក៏បានរាយរាប់ថាតាមពិតទៅក្រុមរបស់ Ruby នឹងគ្រាន់តែមកយកអាហារនិងស្បៀងផ្សេងទេមិនមែនជាអ្នកតាមចាប់ក្មេងៗឡើយបន្ទាប់មកពួកគេក៏បានអនុញ្ញាតឲ្យក្រុមរបស់ Ruby ស្នាក់នៅទីនេះមួយយប់ហើយក្នុងកំឡុងពេលនៃការនិយាយគ្នានោះពួកគេក៏បានដឹងថាតាមពិតទៅក្រុមក្មេងៗទាំងអស់នោះគឺមកពី East River ទីតាំងដែលពួកគេនឹងកំពុងតែតាមរកប៉ុន្តែក្រុមក្មេងៗទាំងអស់នោះមិនបានប្រាប់ទីតាំងនោះដល់ពួកគេទេឬបីក៏បានប្រើសមត្ថភាពពិសេសរបស់នាងហើយបានធ្វើឲ្យក្មេងប្រុសម្នាក់នឹងនិយាយថាអីដូចបន្ទាប់ពីពាក្យនេះរួច
ឆាប់ដែលជាបរោះស្បែកខ្មៅនិងមានភ្នែកពណ៌បៃតងនឹងគាត់ឆ្លាតមែនទែនគាត់បានដឹងថាពាក្យសម្ងាត់នេះគឺជា Free Gun របស់វិទ្យុរួចហើយពួកគេក៏បានបើកវិទ្យុតាមការណែនាំដោយ Ismer និងប្រា Ismer និង4ហើយនិងអូ Ismer សូនឲ្យរួចពួកគេក៏បានសារ៉េវិទ្យុនឹងឲ្យចម្លែកប៉ុណ្ណឹងស្រាប់តែវិទ្យុនឹងប្រាប់ថា Israel ទីតាំងដែលពួកគេកំពុងតែរកនឹងគឺស្ថិតនៅ Virginia តែជាផ្ទះរបស់របីនេះឯងបន្ទាប់មកស្អែកឡើងនឹងពួកគេក៏បានធ្វើដំណើរទៅទីនោះហើយរបីនាងក៏បានសម្រេចចិត្តមកជួបឪពុកម្ដាយរបស់នាងប៉ុន្តែពេលដែលនាងបានមកដល់មុខផ្ទះរបស់នាងដឹងថាម្ដាយរបស់នាងគឺមិនស្គាល់នាងនោះទេព្រោះនាងបានលុបការចងចាំរបស់ម្ដាយនាងបាត់ទៅហើយរីឯអ្នកដែលជឿចិត្តបំផុតនោះគឺជាឪពុករបស់នាងដែលនាងមិនបានលុបការចងចាំរបស់គាត់នោះទេដោយពិបាកក្នុងការប្រឈមមុខនាងបានយំហើយក៏រត់ចេញពីផ្ទះនោះរួចក៏ត្រឡប់មកកន្លែងរបស់ឡែនវិញតែមកដល់កន្លែងរបស់ឡែនក៏ត្រូវបានយាយមុខឈើនឹងធ្វើការចាប់វាដំពួកគេដើម្បីយកទៅលក់តែត្រូវបានរបីនឹងជួយពួកគេដោយរបីនឹងបានធ្វើឲ្យយាយនឹងវង្វេងវង្វាន់ហើយដើរទៅខាងមុខតែម្នាក់ឯងទៅបន្ទាប់ពីនោះរបីដឹងថាពួកគេនឹងប្រហែលជាខ្លាចនាងហើយដូច្នេះហើយនាងក៏បានសម្រេចចិត្តថាដើរចេញពីពួកគេតាមពិតទៅពួកក្រុមក្មេងៗទាំងអស់នឹងគាត់បានដឹងថារបីនឹងមានភ្នែកពណ៌ទឹកក្រូចតាំងពីដំបូងមកម្ល៉េះដូច្នេះហើយរឿងនេះបានធ្វើឲ្យរបីនឹងមានការធូរអារម្មណ៍ដូច្នេះហើយពួកគេក៏បានបន្តដំណើរទៅកាន់ East River បន្ទាប់មកពួកគេក៏បានរកឃើញ East River នឹងដោយជោគជ័យពេលមកដល់ទីនោះស្រាប់តែអ្នកការពារ Seven នឹងបាញ់ពួកគេប៉ុន្តែចៃដន្យឲ្យវៃមានបរិះម្នាក់ក្នុងចំណោមពួកគេនឹងស្គៀ Leon ដូច្នេះហើយពួកគេក៏ដឹងថាតាមពិតក្រុមរបស់របីនឹងជាក្រុមមិនល្អទេដូច្នេះហើយពួកគេក៏បាននាំក្រុមរបស់របីនឹងចូលមកកាន់កន្លែងរស់នៅរបស់ពួកគេដែលមើលទៅហាក់ដូចជាសប្បាយរីករាយជាខ្លាំងព្រោះម្នាក់អាចសើចញឹមបានយ៉ាងសប្បាយមកដល់ជំរំធំពួកគេក៏បានជួបអ្នកគ្រប់គ្រងម្នាក់ដែលគាត់នឹងមានឈ្មោះថា Clancy Gray គឺជាកូនរបស់ប្រធានាធិបតីដែលមើលទៅបរិះម្នាក់នេះហាក់ដូចជាចាប់អារម្មណ៍មកលើរបីរបស់យើងខ្លាំងណាស់ឥឡូវមកដល់ពេលយប់ហើយពួកគេក៏បានធ្វើការរំលែកយ៉ាងសប្បាយរីករាយជាពិសេសរបីនិង Lion បានធ្វើការស្និទ្ធស្នាលនឹងគ្នាដែលពួកគេនឹងបានដាក់ចិត្តស្រឡាញ់គ្នាហើយដល់ពេលព្រឹកឡើងរបីក៏បានមកជួបជាមួយនឹង Clancy នឹងក៏បានរៀបរាប់រឿងដែលឪពុករបស់ខ្លួនដែលជាប្រធានាធិបតីនឹងបានចាប់ខ្លួនមកធ្វើការពិសោធន៍ដោយគាត់នឹងបង្ហាញថាគាត់មានការជឿចាប់ជាខ្លាំងដែលឪពុករបស់ខ្លួននឹងបានចាប់គាត់នឹងពិសោធន៍ដូចជាសត្វស្វាអញ្ចឹងហើយការពិសោធន៍នឹងព្យាបាលនឹងមិនទទួលបានជោគជ័យទេប៉ុន្តែគាត់បែរជាប្រាប់ទៅកាន់ពិភពលោកថាគាត់នឹងបានរកថ្នាំព្យាបាលហើយគាត់ក៏បានប្រមូលក្មេងៗនឹងមកនៅក្នុងមន្ទីរពេទ្យរបស់ខ្លួនតាមពិតទៅគាត់មានការភ័យខ្លាចចំពោះឥទ្ធិពលដ៏អស្ចារ្យរបស់ក្មេងៗទាំងអស់នេះណាស់ហើយនេះជាមូលហេតុដែរClan របស់យើងនឹងគាត់បានរត់ចេញមកហើយបង្កើតជាក្រុមបែបនេះគួយឡើងចិត្តល្អមកហាចាំមើលតិចទៀតមើលមនុស្សល្អឬមនុស្សអាក្រក់បន្ទាប់មករបាយនឹង Clancy នឹងបានធ្វើការសហការគ្នាដោយបានបង្ហាត់បង្រៀនគ្នាទៅវិញទៅមកនៅរបៀបនៃការគ្រប់គ្រងសមត្ថភាពរបស់ខ្លួនដែររបីនឹងនាងមានសមត្ថភាពក្នុងការចូលទៅក្នុងខ្លួនរបស់មនុស្សម្នាក់ហើយបញ្ជាឲ្យគេនឹងគិតអ្វីដែលនាងចង់គិតបានន័យថាបើនាងឲ្យទៅនោះបរិះម្នាក់នឹងត្រូវធ្វើអញ្ចឹងតាមនាងប្រាប់រាយឆាបរបស់យើងនឹងបរិះស្បែកខ្មៅនឹងគាត់មានអារម្មណ៍ថានៅទីនេះគឺប្រៀបដូចជានៅក្នុងគុកអញ្ចឹងព្រោះទៅណាមកណាត្រូវបានគេហាមឃាត់គ្រប់ពេលវេលាទាំងអស់ដែលរឿងនេះធ្វើឲ្យគាត់នឹងមានការសង្ស័យចំពោះកន្លែងបោះជំរំមួយនេះណាមកដល់របីនឹង Clancy វិញពួកគេទាំងពីរនឹងហាក់ដូចជាមើលទៅស្និទ្ធស្នាលនឹងគ្នាមែនទែនបន្ទាប់មករបីក៏បានប្រាប់រឿងរ៉ាយរាប់ការពីអតីតកាលរបស់នាងដោយតាមពិតទៅការពីអតីតកាលនាងបានលុបការចងចាំរបស់ម្ដាយរបស់នាងដែលនៅពេលនោះនាងមិនដឹងថានាងធ្វើបែបណានោះទេហើយភ្លាមនោះ Cleans បន្ទាប់ពីសូថានាងនឹងចេះលុបការចងចាំខ្លួនក៏មានការភ្ញាក់ផ្អើលចំពោះសមត្ថភាពដ៏អស្ចារ្យរបស់នាងប៉ុន្តែភ្លាមនោះស្រាប់តែឡាយនឹងបានលួចស្ដាប់ឬហើយឡាយមានការច្រណែននឹងប្រច័ណ្ឌជាខ្លាំងដោយសារតែរបីនឹងមិនព្រមប្រាប់រឿងសំខាន់បែបនេះមកដល់ខ្លួនមុនលុះពេលថ្ងៃស្អែកនឹងរបីក៏បានមកជួបជាមួយនឹង Clan ម្ដងទៀតប៉ុន្តែមុននឹងរបីចូលមកបានបង្ហាញឲ្យឃើញថាបរិះម្នាក់នឹងកំពុងតែលេងសើចជាមួយនរណាម្នាក់ថាខ្លួននឹងបានចាប់ក្មេងៗជាច្រើនជាពិសេសក្មេងស្រីម្នាក់មានភ្នែកពណ៌ទឹកក្រូចបន្ទាប់មករបីក៏បានចូលមកបន្ទប់របស់បរិះម្នាក់នេះហើយខ្លួននឹងក៏បានសុំឲ្យរបីនឹងបង្រៀនរបៀបលុបការចងចាំបង្រៀនបរិះម្នាក់នឹងស្រាប់តែចង់ធ្វើការកេងចំណេញមកលើនាងមានការខឹងជាខ្លាំងបន្ទាប់មកនាងក៏បានរត់ចេញហើយក៏បានបួគ្នានាងផ្សេងទៀតនឹងរត់ចេញពីទីនេះដូចគ្នាដោយសារតែទីនេះមើលទៅក៏មិនសុវត្ថិភាពដែរហើយកំឡុងពេលនៃការរត់ចេញរបស់ពួកគេនឹងក៏បានបង្ហាញឲ្យឃើញថាតាមពិតទៅ Clancy នឹងគឺធ្វើការជាមួយនឹងក្រុមរដ្ឋាភិបាលសោះដោយបង្កើតជាអន្ទាក់ដែលចាប់ក្មេងៗណារត់ចេញពីគុករួចហើយពួកគេនឹងចាប់ត្រឡប់ទៅវិញឃើញទេឡើងសម្ដែងមនុស្សអាក្រក់អញ្ចឹងនៅក្នុងរឿងអ្នកទាំងអស់គ្នាប្រហែលជាគិតថាបុរសម្នាក់នឹងដំបងនឹងចិត្តល្អហើយតាមពិតគឺគាត់អាក្រក់មែនទែនបន្ទាប់ពីស្ទាក់ចាប់ក្រុមរបស់របីរួចហើយបុរសម្នាក់នេះមានការប្រច័ណ្ឌជាមួយនឹង Lion ហើយក៏បានពង្វក់ស្មារតីរបស់ Lion
ហើយឲ្យគ្នារបស់ខ្លួនធ្វើការវាដំមកលើលេអនយ៉ាងទម្ងន់ Ruby នាងខឹងពេកនាងក៏បានបបួលអារម្មណ៍ទាហានម្នាក់នឹងហើយធ្វើឲ្យគាត់នឹងបាញ់សម្លាប់ខ្លួនឯងបន្ទាប់មកក្មេងស្រីនឹងក៏បានបញ្ចេញអគ្គិសនីហើយពួកគេនឹងក៏បានធ្វើការរត់ចេញពីទីនោះប៉ុន្តែរត់មិនទាន់នោះទេដោយសារតែក្លានស៊ីនឹងបានបញ្ជាឲ្យក្រុមរបស់ខ្លួននឹងមកធ្វើការចាប់និងសម្លាប់ក្មេងៗទាំងអស់នេះដោយប្រើក្រុមក្មេងៗដែលមានភ្នែកពណ៌ក្រហមហើយក្រុមក្មេងៗទាំងអស់នោះបានបញ្ចេញភ្លើងដុតយ៉ាងសន្ធោសន្ធៅធ្វើឲ្យចលាចលពេញកន្លែងនោះទាំងអស់ក្រុមក្មេងៗភ្នែកក្រហមទាំងអស់នេះបានបញ្ចេញភ្លើងផ្ទុះឬសូតែដាំងៗហើយម្នាក់ៗធ្វើការរត់ខ្មាញ់ជើងក្រុមទាហានវិញក៏បានប្រើ Free gun ធ្វើឲ្យក្មេងៗដទៃទៀតនឹងមិនអាចធ្វើអ្វីបាន Leon ក៏បានប្រើសមត្ថភាពរបស់ខ្លួនទាញយកដែកមកបាំងការពារដោយសារតែក្រុមក្មេងនោះបានបាញ់ភ្លើងមករួចហើយឡានក៏បានយកធុងដែកយ៉ាងធំនោះទម្លាក់កិនទៅលើក្មេងបញ្ចេញភ្លើងទាំងអស់នោះវិញ Ruby ក៏បានឲ្យអ្នកផ្សេងរត់ព្រោះតាមពិតទៅក្លានស៊ីចង់បានតែនាងប៉ុណ្ណោះរួចហើយនាងក៏បានប្រើសមត្ថភាពរបស់នាងបញ្ជាឲ្យតបទាំងអស់នឹងធ្វើការបាញ់មកលើ Clancy ក៏បានប្រើសមត្ថភាពរបស់ខ្លួនធ្វើឲ្យតបទាំងអស់នឹងបាញ់ប្រហារមកលើ Ruby វិញដូចគ្នាបន្ទាប់មក Clancy នឹងក៏បានប្រើសមត្ថភាពរបស់ខ្លួនដែលខ្លាំងជាង Ruby នឹងធ្វើការពង្វក់ស្មារតីរបស់នាងចង់ឲ្យនាងនឹងស្រឡាញ់ខ្លួនប៉ុន្តែ Ruby នាងក៏បានរត់រួចហើយនាងក៏បានប្រើឲ្យបរិះដែលបើកយន្តហោះនោះសារែកអង្គត់យន្តហោះមកបុក Clancy រួចហើយនាងក៏បានធ្វើការរត់ចេញពីទីនោះប៉ុន្តែភ្លើងយ៉ាងសន្ធោសន្ធៅបានបាញ់មករក Ruby ប៉ុន្តែឆាប់បានហក់មកជួយនាងដែលបណ្ដាលឲ្យឆាប់នឹងរលាកក្នុងជាទម្ងន់ដោយមិនដឹងធ្វើយ៉ាងណានោះនាងក៏បានសម្រេចចិត្តចុច Button ខ្សែអញ្ចឹង Button គឺជា Button ដែល Doctor Kate តាំងពីវគ្គដំបូងនឹងបានផ្ដល់ឲ្យនាងថាពេលណាបើនាងមានបញ្ហាអ្វីឲ្យចុច Button នោះចុះគ្នារបស់ Kate នឹងមករកនាងបន្ទាប់មកក្រុមរបស់ Doctor Kate នឹងក៏បានជួយនាងមកកាន់កន្លែងសុវត្ថិភាពហើយ Dr. Kate នឹងក៏បានរាយរាប់ប្រាប់ថាត្បិតតែ Kelly នឹងតាមចាប់ក្មេងៗមែនប៉ុន្តែពួកគេមិនមែនចាប់យកមកគ្រប់គ្រងដូចជារដ្ឋាភិបាលធ្វើនោះទេពួកគេមានគោលបំណងចាប់ក្មេងៗទាំងអស់នឹងមកធ្វើការវាយប្រហារបកតបទៅលើរដ្ឋាភិបាលវិញព្រោះអ្វីដែលរដ្ឋាភិបាលធ្វើសប្តាហ៍ថ្ងៃនេះគឺជាការគ្រប់គ្រងក្មេងៗដ៏ខុសច្បាប់បន្ទាប់មក Ruby ក៏បានស្នើសុំឲ្យ Dr. Kate នឹងដោះលែង Lion ពីព្រោះ Lion មិនចូលចិត្តសម្លាប់មនុស្សនោះឡើយហើយដើម្បីឲ្យ Lion ចាក់ចេញទៅដោយស្ងប់ស្ងាត់ Ruby នឹងគាត់ក៏សម្រេចចិត្តក្នុងការលុបការចងចាំរបស់ Lion ដោយការថប់ដូច្នេះនេះជាការលះបង់មួយរបស់នាងបន្ទាប់ពី Lion ចាក់ចេញទៅនាងមានការសោកស្ដាយជាខ្លាំងប៉ុន្តែនេះជាជម្រើសដ៏ល្អបំផុតសម្រាប់នាងធ្វើដូច្នេះមិត្តភ័ក្តិរបស់នាងឆាំនឹងអាចព្យាបាលនៅក្នុងពេទ្យដ៏ល្អរីឯស៊ូក្មេងស្រីដ៏ស្អាតរបស់យើងនាងអាចបន្តដំណើរត្រាច់ចររបស់នាងជាមួយនឹងក្រុមក្មេងផ្សេងទៀតដែលការពារនាងរីឯនាងវិញមកធ្វើការហាត់សមជាមួយនឹងក្រុមក្មេងៗដទៃទៀតនៅទីលានហាត់ប្រយុទ្ធដែលការហាត់សមនេះគឺជាការតូជាមួយនឹងតបរបស់រដ្ឋាភិបាលហើយក៏បង្ហាញឲ្យឃើញថាតបរដ្ឋាភិបាលនៅគ្រប់គ្រងដោយ Clancy អញ្ចឹង Clancy នឹងអត់ត្រូវបានយន្តហោះនឹងសម្លាប់ទៀតអញ្ចឹងរឿងនេះគឺវាចប់ត្រឹមតែប៉ុណ្នេះឯងអ្នកទាំងអស់គ្នាបន្ទាប់ពីនេះគឺយើងនឹងជាអ្នកសម្រេចចិត្តដោយខ្លួនឯងហើយថាសាច់រឿងបន្តនឹងវានឹងទៅជាយ៉ាងណាហើយខ្ញុំចង់សួរអ្នកទាំងអស់គ្នាមួយទៀតតើអ្នកទាំងអស់គ្នានឹងចូលចិត្តភ្នែកប្រភេទមួយណាបើចំពោះខ្ញុំផ្ទាល់ខ្ញុំចូលចិត្តភ្នែកពណ៌ខៀវព្រោះភ្នែកពណ៌ខៀវបើសិនជាយើងហែលទឹកអីយើងបាច់ដើរទៅទេយើងដងដល់យើងប្រើអារម្មណ៍យើងផ្ទាល់តែបើភ្នែកពណ៌ក្រហមដូចវារៀងមិនសូវស្រួលហើយបើសិនជាយើងបើកផ្ដេសផ្ដាសនឹងឆេះនេះឆេះនោះអស់តែបើបានភ្នែកពណ៌បៃតងដឹងតែបានពិន្ទុខ្ពស់រាល់ខែមកនិយាយទៅរីឯភ្នែកពណ៌លឿងគឺអគ្គិសនីចាំងភ្លើងអីយើងបាច់ចាំចំណាយលុយឲ្យប៉ុន្តែភ្លើងវាក៏មិនថ្លៃណាស់ណាដែរតែបើភ្នែកពណ៌ទឹកក្រូចខ្ញុំគិតថាបែបខ្លាំងជាងគេមើលទៅចង់បញ្ជាណាធ្វើអីក៏បានដែរអញ្ចឹងយកភ្នែកពណ៌ទឹកក្រូចចុះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរអាច comment នៅខាងក្រោមបានយើងខ្ញុំសូមថ្លែងអំគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់បើលោកអ្នកមិនទាន់បាន Subscribe សូមចុច Subscribe ដើម្បីទទួលបានរឿងថ្មីៗជាច្រើនទៀតសូមជូនពរអ្នកទាំងអស់គ្នាទទួលបាននូវសំណាងល្អសុខភាពល្អគ្រប់ពេលវេលាអរគុណ